ទាំងមកคลิปវីដេអូនេះអរគុណថៃមែនទែនដែលបានបិទច្រកកម្ពុជាថៃនៅខាងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបងប្អូនតាំងពីបិទមកមនុស្សគាត់មកផ្សារច្រើនមែនទែនហើយអីវ៉ាន់នៅក្នុងផ្សារភាគច្រើនសុទ្ធតែជារបស់ខ្មែរយើងហ្មងបងប្អូនព្រោះដោយសារតែអ្នកស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យគាត់មានទំនាក់ទំនងល្អជាមួយថៃខ្លាំងណាស់តាំងពីដើមឡើយបងប្អូនដោយសារតែល្អទៅមួយគ្នាទៅវិញទៅមកអីចឹងទៅតែដែលឡៃបច្ចុប្បន្នពេលដែលគេមានបញ្ហារបៀបហ្នឹងពេលដែលគេបិទច្រករបៀបហ្នឹងទៅបងប្អូនធ្វើឲ្យមនុស្សគាត់មកផ្សារខ្មែរគាត់យល់តម្លៃអ្វីដែលថាជារបស់ខ្មែរយើងច្រើនមែនទែនចឹងហើយព្រឹកឡើងម៉ោង6 7ព្រឹក8ព្រឹកអីមិនតាន់ទេបងប្អូនមនុស្សគាត់ទៅទិញអីវ៉ាន់មិនថាបន្លែត្រីសាច់របស់ញ៉ាំផ្សេងអីទេសុទ្ធតែជារបស់ខ្មែរយើងល្អអត់មានបញ្ហាអីទេហើយសុទ្ធតែជារបស់ដែលកសិករយើងដាំដុះដោយផ្ទាល់ដៃខ្លួនឯងតែម្ដងចឹងមិនថាពីមុនយើងធ្លាប់រស់ពឹងដង្ហើមរបស់គេដកបងប្អូនតែមកដល់បច្ចុប្បន្ននេះគឺយើងរស់ដោយខ្លួនឯងហើយបន្លែដាំដុះរបស់យើងវាសម្បូរស្រាប់ហើយគ្រាន់តែថាដល់ពេលគេបិទច្រកចឹងទៅបងប្អូនកសិករយើងគាត់កាន់តែដាំដុះបន្ថែមទៀតព្រោះដោយសារតែគាត់ដឹងពីតម្រូវការរបស់បងប្អូនយើងដែលគាត់រស់នៅក្នុងស្រុកអីចឹងណាបងប្អូនចឹងហើយសូម្បីតែអ្នកចិញ្ចឹមមាន់ចិញ្ចឹមទីអីប្រមូលពងប្រមូលអីហ្នឹងក៏ជារបស់ខ្មែរយើងដែរគ្រាន់តែថាអត់ដឹងថាបងប្អូនយើងគាត់លើកមកពីស្រុកខេត្តណាទេគ្រាន់តែដឹងថាជារបស់ខ្មែរយើងទាំងអស់មិនថាត្រីសាច់ជ្រូកអីហ្នឹងបងប្អូនក៏សិតជារបស់ខ្មែរយើងដែរតាំងតែពីដើមឡើយខ្មែរយើងក៏ប្រើសាច់ជ្រូកថៃបងប្អូនតែដែលឡៃបច្ចុប្បន្ននេះអត់ទេគឺពួកគាត់នាំគ្នាប្រើសាច់ជ្រូកខ្មែរហើយអីវ៉ាន់អីបន្លែអីតិចតួចក៏ពួកគាត់អាចយកទៅលក់បានដែរអញ្ចឹងហើយវាអាចជួយដល់បងប្អូនយើងឲ្យកាន់តែរកចំណូលបានច្រើនជាងមុនហើយក៏ធ្វើឲ្យបងប្អូនអ្នកជីដែនកាន់តែរឹងមាំជាងមុនដែរនៅពេលដែលមានដំណាំដាំដុះដោយខ្លួនឯងមានអ្វីដែលជារបស់ខ្លួនឯងអញ្ចឹងណាបងប្អូនហើយនេះមានតាំងពីកន្លែងលក់ខោអាវលក់អីនិយាយទៅសម្រាប់អ្នកស្រុកម៉ាឡៃគឺមានផ្សារនេះមួយបំរើបងប្អូនចង់មកស្រុកហ្មងបងប្អូនដោយឥឡូវនេះវិញខ្ញុំមិនដឹងថាគាត់មកពីខាងស្រុកណាទេប៉ុន្តែគាត់លក់តម្លៃមួយតែ500រៀលប៉ុណ្ណោះបងប្អូនមិនថាគ្រឿងសមុទ្រអីក៏ដោយបងប្អូនអើយមានច្រើនម៉ូច្រើនម៉ាក់មែនទែនហ្មងអញ្ចឹងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅពេលដែលបានធ្វើដំណើរឆ្លងកាត់ស្រុកម៉ាឡៃកុំភ្លេចចូលលេងផ្សារនៅខាងម៉ាឡៃផងបងប្អូនចង់ដឹងថាបងប្អូនអ្នកជាដែនគាត់ចេះធ្វើអីគេខ្លះគាត់មានអីប្លែកអញ្ចឹងបងប្អូនអាចចូលលេងបានដោយតូបអ្នកលក់បន្លែយើងឥឡូវនេះអញ្ចឹងគឺថាគាត់និយាយមកដោយជឿជាក់ហ្មងដោយសារតែមានតែរបស់ខ្មែររបស់ចិនរបស់ឥណ្ឌាអញ្ចឹងណាបងប្អូនវាអត់សូវមានរបស់ថៃដូចពីមុនទេបើសិនជាមានរបស់ថៃគឺភាគច្រើនសល់ស្តុកចាស់គាត់លក់អត់ទាន់អស់អញ្ចឹងទៅគាត់ប្រឹងលក់ឲ្យអស់អញ្ចឹងណាបងប្អូនឃើញទេបន្លែច្រើនមុខមែនទេហើយប្លែកទៀតទោះបីជាស្រុកជាដែនមើលទៅកំសត់ក៏ពិតមែនប៉ុន្តែអ្នកជាដែនអត់ពិបាកអីបងប្អូនរស់នៅបានមកស្រួលហើយមានរបស់ញ៉ាំបានយ៉ាងគ្រប់គ្រាន់អីអញ្ចឹងទៅប៉ុន្តែអ្វីដែលខ្ញុំសង្ឃឹមខ្លាំងជាងគេពីបងប្អូនអ្នកលក់មកកាន់បងប្អូនយើងអ្នកទិញអ្នកប្រើប្រាស់គឺសង្ឃឹមថាបងប្អូនអ្នកលក់អត់ឡើងថ្លៃផ្ដេសផ្ដាស់អីចឹងណាបងប្អូនមកល្មមសមរម្យចំណេញមកល្មមតគ្នាចឹងទៅព្រោះដោយសារតែបើសិនជាយើងចំណេញខ្លាំងពេកឬក៏ឡើងថ្លៃខ្លាំងពេកបងប្អូនយើងក៏គាត់អត់មានលទ្ធភាពទៅទិញញ៉ាំដែរក្នុងអំឡុងពេលនេះគឺខ្មែរស្រឡាញ់ខ្មែរយើងចេះជួយគ្នាទៅវិញទៅមកបងប្អូនបានសត្រូវមើងងាយយើងអត់បានបើសិនជាយើងចេះតែលក់កោឬក៏ឡើងថ្លៃឲ្យខ្ពស់ពេកចឹងទៅធ្វើឲ្យបងប្អូនយើងអត់មានលទ្ធភាពទិញយើងក៏កាន់តែពិបាកដែរអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយបើមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋានបាយបាយ